Ở trong rụp lập bịa bồ ràn bịa cha tùm một đomประเทศชาយើងតែងពោលថាវិជាសាងជួនស្លាប់លឺឯកូនវិជាសាងជួនហ្នឹងគឺសំដៅដល់ប្រជាពលរដ្ឋប្រជាជនសមណៈសិស្សគ្រប់អង្គហ្នឹងមានន័យថាចំណេះវិជាហ្នឹងគឺសាងធ្វើឲ្យអ្នកដែលរៀនសូត្រហ្នឹងគឺคล้ายទៅជាស្អីចឹងទៅសាងជួនហ្នឹងឲ្យទៅជាបណ្ឌិតឲ្យទៅជាពេទ្យឲ្យទៅជាគ្រូបង្រៀនឲ្យទៅជាគ្រូសូត្រគ្រូចៅតិកាឲ្យទៅជាគ្រូអនុគុណមេគុណឬក៏បើកុហកទៅជាមេភូមិមេឃុំអភិបាលស្រុកអភិបាលខេត្តរហូតដល់រដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីរហូតដល់នាយករដ្ឋមន្ត្រីអីហ្នឹងចំណេះវិជ្ជាហ្នឹងសាងឲ្យជនទាំងឡាយហ្នឹងប្រែคลายទៅជាស្អីចឹងទៅកូនបើមានចំណេះនឹងប្រែคลายហើយប្រែពីអ្នកអត់ចេះមកជាអ្នកចេះបែរប្រែពីអ្នកដែលធម្មតាទៅជាគ្រូជាធម្មាចារ្យទៅជាឧទ្ទេសសាចារ្យទៅអ្នកស្រុកអ្នកភូមិត្រូវការនិមន្តទៅទេសនាអីហ្នឹងវាសាងអញ្ចឹងចំណេះវាសាងយើងអត់មានទេវតាប្រអិនប្រព្រំអីមកជួយយើងឲ្យបានចំណេះទេបើយើងអត់រៀនមែនទេកូនហ្នឹងអញ្ចឹងវិជាសាងជនសាមគ្គីសាងជាតិរបស់យើងនេះតែកាលណាប្រជាពលរដ្ឋអត់មានការរួបរวมសាមគ្គីហើយគឺបែកបាក់ហើយអញ្ចឹងมันអាចសាងសង្គមជាតិរបស់យើងឲ្យរីកចម្រើនបានទេខ្មែរយើងគេថាចង្កឹះមួយដើមកាច់បាក់តែចង្កឹះមួយបាច់កាច់មិនបាក់ទេអញ្ចឹងមានន័យថាអាមួយដើមហ្នឹងគឺវាអត់រួមគ្នាតែមួយដើមมันអាចថាមួយបាច់ទេវាតល់តែច្រើនដើមចង្កឹះហ្នឹងបានគេហៅមួយបាច់ហើយមួយដើមគេកាច់បាក់ដល់មួយបាច់គេកាច់លេងបាក់ហ្នឹងហើយមួយទៀតខ្មែរយើងថាសាមគ្គីរស់ដល់បែកបាក់ស្លាប់ណាសាមគ្គីរស់បែកបាក់ស្លាប់អញ្ចឹងសាមគ្គីសាងជាតិសាមគ្គីសាងជាតិដល់ចុងក្រោយវត្តសាងសាសនាវត្តសាងសាសនាវត្តនេះមានពីរន័យទី1សំណង់អគារវិហារសាលាសួនច្បារអីចឹងទៅហេដ្ឋារចនាសម្ព័ន្ធទី3សំដៅដល់វត្តប្រតិបត្តិអញ្ចឹងពុទ្ធសាសនាយើងបើអត់មានវត្តប្រតិបត្តិអត់មានសិលសមាធិបញ្ញាទេគុំនិយាយថាសាសនានឹងរីកចម្រើនបើទោះជាវិហារធំកុដិសាលាអីធំក៏ពិតមែនក៏ប៉ុន្តែបើខ្វះវត្តប្រតិបត្តិมันអាចឈ្មោះថាពុទ្ធសាសនារីកចម្រើនបានទេអញ្ចឹងសរុបមកវិជាសាងជនសាមគ្គីសាងជាតិវត្តសាងសាសនាអញ្ចឹងកូនចង់ឲ្យយើងខ្លួនឯងហ្នឹងមានចំណេះវិជ្ជាអត់ចង់ហើយចង់ឲ្យសង្គមជាតិរីកចម្រើនអត់ចង់ឲ្យពុទ្ធសាសនារីកចម្រើនអត់ចង់អញ្ចឹងរួមមកវិជ្ជាសាងជនសាមគ្គីសាងជាតិវត្តសាងសាសនា